bạnនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីនិមិត្តសញ្ញាហើយនឹងប្រឡងរបស់ radical វិញម្ដងអញ្ចឹងនៅទីនេះយើងមាន radical ផ្លុយអរួរដែលតំណាងដោយនិមិត្តសញ្ញាអក្សរ F ធំបាទបន្ទុកវាដក1ប្រឡងស្មើ1បាទ radical bromo តាំងដល់អក្សរ B ធំអក្សរ O តូចបាទបន្ទុករបស់វាដក1ប្រឡងស្មើ1 radical bromate គឺតាំងដល់អក្សរ B ធំអក្សរ O តូចហើយមាន O ចំនួន3អាតូមបន្ទុករបស់វាគឺដក1ប្រឡងស្មើ1បាទបន្តមកទៀតយើងមាន radical iodua បាទតាំងដល់អក្សរ I បាទបន្ទុកវាដក1ប្រឡងស្មើ1 iodate គឺជា radical ដែលមាននិមិត្តសញ្ញាអក្សរ I O 3បាទបន្ទុកវាដក1ប្រឡងស្មើ1ដែរជាក់ស្ដែងទៅគឺប្រឡងរបស់ radical យើងអាចមើលឃើញថាវាស្មើទៅនឹងចំនួនបន្ទុកដែល radical នីមួយៗមានបើសិនជា radical របស់យើងសិតបន្ទុកដក1អញ្ចឹងគឺប្រឡងរបស់វាស្មើ1ដែរ